អភិបាលខេត្តកំពង់ចាមបញ្ចប់មុខតំណែងប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុនៅស្រុកកងមាសក្រោយពីយកលុយពលរដ្ឋ$360រឿងកែសម្បត្តិកំណើតឯកឧត្តមអ៊ុនចន្ទដាអភិបាលខេត្តកំពង់ចាមណែនាំដល់អភិបាលស្រុកកងមាសរៀបចំបែបបទបញ្ចប់មុខតំណែងលោកហែមគឹមសាទពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុមកជាមន្ត្រីសាលាស្រុកកងមាសដោយមិនគិតពីទោសទណ្ឌផ្សេងទៀតនេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាមដែលអង្គភាពសារព័ត៌មានយើងទទួលបាននាថ្ងៃទី26ខែមីនាឆ្នាំ2025នេះការបញ្ចប់មុខតំណែងនេះបន្ទាប់ពីទទួលបានពាក្យបណ្ដឹងតាមបណ្ដាញសង្គមថាលោកហែមគឹមសាទបានយកប្រាក់$360សម្រាប់ការកែតម្រូវសម្បត្តិកំណើតប្រជាពលរដ្ឋឈ្មោះឆេងសុកលីរស់នៅភូមិអូពពេលឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមបន្ថែមពីនោះទៀតលោកអភិបាលខេត្តបានណែនាំដល់រដ្ឋបាលស្រុកត្រូវតាមដានត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទីភារកិច្ចរបស់លោកហែមគឹមសាទក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀតត្រូវមានវិធានការតាមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល